សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី5ខែមិនិនាឆ្នាំ2026វេលាម៉ោង 11:10 នាទីព្រឹកក្រសួងការពារជាតិនៃប្រជាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំប្រជាជាណាចក្រកម្ពុជាទាំង12ប្រទេសអញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញស្ថិតនៅក្នុងឃុំស្រអែមស្រុកខ្ជាំផ្សានខេត្តព្រះវិហារព្រះរាជាណាចក្រកម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិដែលរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីសំណាក់យោធាថៃសូមគូបញ្ជាក់ផងដែរថាសកម្មភាពនៃការវាយប្រហារទាំងពីរលើកដោយសភាវុធធនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើកនិងយន្តហោះចម្បាំងដែលបានបាញ់សម្ដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឲ្យប៉ះពាល់និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារនិងបរិវេណជុំវិញដែលទង្វើនេះបានបង្ហាញពីភាពអសិលធម៌បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានបើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឃើញថាការកត់ត្រាចងក្រងពីការខូចខាតចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដាឆ្នាំ2025យោងតាមភស្តុតាងរូបថតនិងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី28ខែធ្នូឆ្នាំ2025មាន562កន្លែងដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ភ្ជាប់នឹងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅសម្រេចឲ្យបាននៅដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន